Flamingo ត្រូវបានគេស្គាល់ថាជាសត្វដែលមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាត លើសពីនេះ Flamingo ក៏ជាប់ឈ្មោះជាសត្វដែលចិញ្ចឹមកូនយ៉ាងចម្លែកដែរ វាចិញ្ចឹមកូនដោយ Flamingo ឈ្មោលយកចំពោះទៅចឹកក្បាល Flamingo ញី ដើម្បីបញ្ចេញសារធាតុមួយដែលមានឈ្មោះថា crop meal អ្នកទាំងអស់គ្នាប្រកាសជាយល់ច្រឡំថាវាជាឈាម ប៉ុន្តែតាមពិតនោះគឺមិនមែនទេ crop meal គឺជាសារធាតុអាហារដែលសត្វញីនិងសត្វឈ្មោលផលិតក្នុងក្រពីងពិសេសនៅក្នុងបំពង់ទឹកមាត់ វាដូចជាទឹកដោះដែរ crop meal ផ្ទុកទៅដោយសារធាតុប្រូតេអ៊ីននិងជាតិខ្លាញ់ខ្ពស់ដែលធានាថាកូនតូចលូតលាស់រឹងមាំនិងមានសុខភាពល្អ សកម្មភាពចិញ្ចឹមកូនរបស់ពួកវាមើលទៅគួរឲ្យអាណិតខ្លាំងណាស់ប៉ុន្តែការបញ្ចេញគ្រាប់វាឲ្យកូនរបស់វាគឺមិនបណ្ដាលឲ្យឈឺនោះទេពីព្រោះធម្មជាតិបានផ្ដល់ឲ្យវាអញ្ចឹងកូន Flamingo ពេលញាស់ចេញពីពងមានពណ៌ប្រផេះពេលវាធំវាវិវត្តទៅជាពណ៌ផ្កាឈូកឬក្រហមតើពួកវាប្រែពណ៌ទៅជាពណ៌ផ្កាឈូកយ៉ាងដូចម្ដេចនៅពេលដែលពួកវាធំឡើងវាស៊ីសាច់និងសារាយដែលសម្បូរទៅដោយសារធាតុ carotenoid ដែលជាសារធាតុពណ៌សត្វ Flamingo វាមានពណ៌ចំនួន5ពណ៌ប្រផេះពណ៌សពណ៌ក្រហមពណ៌ទឹកក្រូចនិងពណ៌ផ្កាឈូកហើយពួកវាចូលចិត្តចាប់ចំណីនៅក្នុងទឹករាក់ដោយយកចំពោះទៅចឹកនៅពេលដែលពួកវានៅជាហ្វូងគឺបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយដែលអ្នកទេសចរចូលចិត្តទស្សនាខ្ញុំមានសំណួរមួយសួរទៅកាន់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់ឃើញសត្វ Flamingo នៅប្រទេសកម្ពុជាដែរឬទេហើយឈ្មោះវាជាភាសាខ្មែរមានឈ្មោះដូចម្ដេចប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់ទេ comment នៅខាងក្រោម